សួងការពារជាតិច្រានចោលការផ្សាយព័ត៌មានคล้ายៗរបស់ផេកទីបញ្ជាការកងទ័ពថៃក្នុងចេតនាមូលបង្កាច់លាបពណ៌ប្រទេសកម្ពុជាដើម្បីបិទបាំងចេតនាឈ្លានពានរបស់ខ្លួនយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងការពារជាតិនៅរុស្ស៊ីថ្ងៃទី10ខែធ្នូឆ្នាំ2025បានបញ្ជាក់ថាការផ្សព្វផ្សាយរបស់ផេកទីបញ្ជាការកងទ័ពថៃជាព័ត៌មានคล้ายៗប្រឆាចពីការពិតទាំងស្រុងដែលមានចេតនាមូលបង្កាច់លាបពណ៌ប្រទេសកម្ពុជាដើម្បីបំភាន់មតិសារព័ត៌មានជាតិនិងអន្តរជាតិដើម្បីបិទបាំងចេតនាការឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាក្រសួងការពារជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទសូមគូបញ្ជាក់សារជាថ្មីថាកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់បំផុត។